បើមិនចង់ខាត់លុយទេសូមបងប្អូនមើលវីដេអូនេះឲ្យចប់មុននឹងសាងសង់ផ្ទះជាកម្មបងប្អូនគួរតែដឹងទីតាំងដែលមិនគួរធ្វើផ្ទះជាកម្មបាទចំពោះទី1គឺតំបន់ដែលទីប្រជុំជនខ្លាំងមានសាលារៀនទីពេទ្យឬក៏តំបន់ទីប្រជុំជនមនុស្សគូកច្រើនបាទតំបន់ទី2គឺតំបន់ប្រកួតប្រជែងខ្លាំងមានន័យថាសម្បូរទៅដោយផ្ទះជាកម្មច្រើនស្អិចស្កះពេកចំពោះតំបន់ទី3គឺតំបន់ដែលមានរោងចក្រសហគ្រាសច្រើនទីតាំងឬក៏តំបន់ទី4គឺតំបន់ដែលឧស្សាហ៍ប្រើប្រាស់ថ្នាំគីមីខ្លាំងឧទាហរណ៍ដូចជាចកាស្វាយឬក៏ចកាអីផ្សេងៗចឹងទៅទី5គឺតំបន់ដែលមានក្លិនអាក្រក់ជាប្រចាំមានន័យថាវាជាប្រចាំថ្ងៃឬប្រចាំខែដែលបង្កក្លិនអាក្រក់ខ្លាំងទី6គឺតំបន់ដែលដាច់ស្រយាលខ្លាំងពេកព្រោះថាតំបន់ដែលដាច់ស្រយាលខ្លាំងពេកពិបាកទាំងទឹកពិបាកទាំងភ្លើងហើយក្នុងពិបាកនៅក្នុងការថែទាំចំពោះតំបន់ទី7គឺតំបន់ដែលលិចទឹកជាប្រចាំលិចទឹកខ្លាំងចំពោះតំបន់ទី8គឺតំបន់ដែលនៅជ្រលងភ្នំទី9គឺតំបន់ក្តៅពេកនិងត្រជាក់ពេកបាទចំពោះទី10គឺតំបន់ដែលហាមឃាត់ដោយរដ្ឋមានដូចជាតំបន់អប្សរាតំបន់កោឬក៏តំបន់ដែលគេអភិរក្សអីចឹងទៅវីដេអូនោះមានតែប៉ុណ្្នឹងបងប្អូនចង់ដឹងអ្វីទៀតបងប្អូនអាច comment សួរនៅខាងក្រោមហើយកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានការចែករំលែកអំពីចំណេះដឹងអំពីវិទ្យាកម្មបន្ថែមទៀតអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត